bạn chỉ số bong bồn từng ngọc ní bạn chụp niêm mà can video thay đấy hay video nick trong mình thôi ca chạy lên từ can bong bồn ông pi ca pra rồi muốn count tá count ít nên count ít miền s nên trong cam thì Microsoft Excel hay đi bong bồn lòng bàn đằng chẳng thà count vì dương pra đừng bay drop tin này chỉ lấy count tá dương pra đừng bay drop tin này chỉ số hay count if យើងប្រើប្រាស់ដើម្បីរាប់ទិន្នន័យដែលមានមួយលក្ខខណ្ឌហើយ count if មានអីយើងប្រើប្រាស់សម្រាប់រាប់ទិន្នន័យដែលមានលើសពីមួយលក្ខខណ្ឌអញ្ចឹងកុំឲ្យខាតពេលយូរយើងអនុវត្តទាំងអស់គ្នាអំពីការប្រើប្រាស់រូបមន្ត count counter count if និង count if មានអីបាទអញ្ចឹងដើម្បីអនុវត្ត count យើងបងប្អូនអាចចុចសញ្ញាស្មើរួចទៅសេពាក្យ count ហើយបើកបញ្ចូលមកបងប្អូន select ទៅលើទិន្នន័យដែលបងប្អូនចង់រាប់បាទបងប្អូនចង់រាប់ខ្ញុំ select ទៅនេះអញ្ចឹងវានឹងរាប់ឲ្យយើងបាទចំនួន10ដែលយើងកំពុងតែរាប់ណាបាទហើយតម្លៃ counter យើងប្រើប្រាស់សម្រាប់រាប់ទិន្នន័យជាអក្សរខ្ញុំសេ counter បាទ counter ខ្ញុំជ្រើសនេះបើកបញ្ចូលហើយទៅរាប់ជាមួយគ្នាទៅលើកម្រិតនៃការសិក្សារបស់បុគ្គលិក enter បាទអញ្ចឹងមានចំនួន10នាក់ដែរដោយឡែក count if យើងប្រើប្រាស់ដើម្បីរាប់ទិន្នន័យដែលមានមួយលក្ខខណ្ឌអញ្ចឹងបងប្អូនអាចចុចសញ្ញាស្មើឬចុច count បាទ count if បើកបញ្ចូលហើយបងប្អូនទៅ select ដែលបងប្អូនចង់ដាក់លក្ខខណ្ឌបាទខ្ញុំចង់កំណត់ទៅលើកម្រិតសញ្ញាបត្របុគ្គលិកបាទខ្ញុំ select កន្លែងនេះហើយខ្ញុំចុចក្បៀសមួយបាទវាមួយហើយខ្ញុំចុចកន្លែងខាងលើនេះដោយសារខ្ញុំអត់ចង់រាប់នៅកន្លែងតារាងទេខ្ញុំចង់កំណត់ដោយកន្លែងផ្សេងទៅនេះហើយខ្ញុំនឹងទៅសេអក្សរចូលកន្លែងនេះអញ្ចឹងខ្ញុំចុចកន្លែងនេះហើយខ្ញុំបិទរូបបញ្ចូលវិញហើយខ្ញុំ enter វាលោតសូន្យបាទដោយសារតែកន្លែងនេះយើងអត់ទាន់មានទិន្នន័យទេអញ្ចឹងខ្ញុំទៅសេដាក់ DA បាទ DA វានឹង count វាឲ្យយើងវានឹងរាប់ឲ្យយើងថាបុគ្គលិកទាំងអស់ដែលរៀនដែលមានសញ្ញាបត្រ DA នេះបាទគឺមានចំនួន4នាក់បាទវារាប់ឲ្យយើងឡើយយើងទៅសេ DA បាទវានឹងចេញឲ្យយើង6នាក់បាទអញ្ចឹងដោយឡែកcount if មាន F យើងប្រើប្រាស់ដើម្បីរាប់ទិន្នន័យដែលមានចាប់ពីលើសពីមួយលក្ខខណ្ឌឡើងទៅបាទអញ្ចឹង2 3អីចឹងទៅបាទអញ្ចឹងបងប្អូនដើម្បីអនុវត្ត count if មាន f បងប្អូនអាចចុចសញ្ញាស្មើហើយទៅសេ count if មាន f នោះបាទបើកបញ្ចូលហើយបងប្អូន select ទៅលើទិន្នន័យដែលបងប្អូនចង់រាប់ហើយនឹងកំណត់លក្ខខណ្ឌបាទអញ្ចឹងដំបូងខ្ញុំកំណត់ទៅលើតួនាទីបុគ្គលិកសិនហើយខ្ញុំក្បៀសមួយហើយខ្ញុំជ្រើសរើសកន្លែង function នេះបាទដើម្បីងាយស្រួលកំណត់បាទខ្ញុំអត់ចង់រើសពីកន្លែងតារាងទិន្នន័យតែម្ដងទេខ្ញុំកំណត់នៅខាងក្រៅនេះខ្ញុំចុចលើកន្លែងដែលខ្ញុំចង់កំណត់មួយខ្ញុំចុចក្បៀសមួយហើយទៅជ្រើសរើសកន្លែងដែលយើងចង់រាប់លក្ខខណ្ឌទី2ដែលយើងចង់រាប់អញ្ចឹងបងប្អូន select លើលក្ខខណ្ឌមកហើយបងប្អូនចុចក្បៀសមួយហើយបងប្អូនចុចទៅលើកន្លែងដែលបងប្អូនចង់កំណត់មកបាទអញ្ចឹងខ្ញុំចុចកន្លែង degree នេះដើម្បីឲ្យខ្ញុំងាយស្រួលកំណត់ហើយខ្ញុំបិទឧបចរវិញហើយ enter ទៅលាក់មកអញ្ចឹងវា0ដោយសារតែយើងអត់បានកំណត់ function ទេហើយខ្ញុំអត់ចង់ទៅសេទេខ្ញុំចង់កំណត់មួយទៀតទាក់ទងនឹង data value បាទអញ្ចឹងខ្ញុំទៅកំណត់បាទខ្ញុំទៅកំណត់បាទហើយជ្រើស list ហើយខ្ញុំទៅជ្រើសរើសពីកន្លែង function នេះអូខេហើយខ្ញុំចុច OK មកបាទបានមួយកន្លែងនេះខ្ញុំទៅកំណត់មួយទៀតដែរខ្ញុំទៅកំណត់ data validation ហើយខ្ញុំជ្រើសរើស list ហើយខ្ញុំជ្រើសរើសកន្លែងនេះបាទអូខេអញ្ចឹងក្នុងនេះវាលោតច្រើនមែនទេបងប្អូនតែបងប្អូនអាចកំណត់ម្ដងទៀតទៅកំណត់ data validation ម្ដងទៀតដោយបងប្អូនជ្រើសរើសតែ2ទៅបានហើយបាទដោយសារយើងមានតែ BA និង DA អញ្ចឹងខ្ញុំជ្រើសរើសចេញអញ្ចឹងបើសិនបងប្អូនចង់ដឹងថា count if នេះមានប្រមាណបងប្អូនជ្រើសរើសមកបាទចង់រាប់កន្លែងណា security បាទហើយ
security ដែលរៀន bachelor degree មានដែរអត់យើងទៅមើលសិនមាន2នាក់បាទហើយដល់ឡែក count X នេះវាទៅរាប់ឲ្យយើងថាអ្នកដែលរៀនកំពុងតែរៀន bachelor degree មាន6នាក់បាទក្នុងចំណោមបុគ្គលិកសរុប10នាក់អូខេបាទសម្រាប់វីដេអូនេះខ្ញុំមានប៉ុណ្នេះសម្រាប់ការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាអរគុណសម្រាប់ការទស្សនាហើយបើសិនបើគិតថាវីដេអូនេះល្អជួយចែករំលែកជួយ Subscribe Channel YouTube និង Like Facebook Page របស់ខ្ញុំបានផងបាទអរគុណបាទ